ជំរាបសួរបងប្អូនទាំងអស់គ្នាវីដេអូមួយនេះផងដែរនឹងនាំបងប្អូនទាំងអស់គ្នាឲ្យទៅស្គាល់កោះទន្សាយនៃខេត្តកែបហើយក្នុងគណៈពេលនេះពួកយើងបានមកដល់កន្លែងឡើងទូកហើយមុននឹងឡើងទូកពួកយើងក៏បានថតរូបខ្លះៗដើម្បីទុកជាអនុស្សាវរីយ៍ផងដែរបន្ទាប់ពីថតរូបរួចពួកយើងក៏បានបំពេញបែបបទដើម្បីធ្វើការចុះទូកដោយសារតែពួកយើងមានគ្នាច្រើនដូចនេះហើយពួកយើងក៏បានបែងចែកជាពីរក្រុមដោយធ្វើដំណើរដោយទូកពីរផងដែរហើយនេះគឺជាសកម្មភាពខ្ញុំរៀបចំអីវ៉ាន់ខ្លះៗដើម្បីយើងធ្វើការបោះតង់និងស្ទូចត្រីនៅតាមកោះហើយពេលនេះទូករបស់ខ្ញុំក៏បានធ្វើដំណើរចេញទៅមុនហើយដោយទូកមួយទៀតនឹងធ្វើដំណើរមកតាមពេលក្រោយបន្តិចទៀតយើងនឹងជួបគ្នានៅកោះទន្សាយនៅពេលនេះផងដែរពួកយើងក៏បានមកដល់កោះទន្សាយហើយពួកយើងក៏បានយកអីវ៉ាន់ពួកយើងដើម្បីទុកនៅទីនេះដោយសារពួកយើងនឹងត្រូវគេងនៅលើកោះទន្សាយនៅក្នុងយប់នេះបន្ទាប់ពីយើងរៀបចំអីវ៉ាន់រួចរាល់អស់ហើយពួកយើងក៏មិនបង្អង់យូរដែរពួកយើងរៀបចំញ៉ាំបាយថ្ងៃត្រង់ដោយសារម៉ោង 11 ជាងហើយបន្ទាប់ពីញ៉ាំបាយថ្ងៃត្រង់រួចទូកស្ទូចត្រីក៏មកដល់ល្មមពួកយើងក៏បានរៀបចំអីវ៉ាន់ខ្លះៗដាក់លើទូកដើម្បីទៅស្ទូចត្រីហើយចង់ប្រាប់បងប្អូនថាបើបងប្អូនចង់ធ្វើដំណើរកម្សាន្តស្ទូចត្រីមើលផ្កាថ្មឬដើរលេងតាមកោះបងប្អូនអាចទំនាក់ទំនងលេខទូរស័ព្ទខាងក្រោមនេះបានហើយលេខទូរស័ព្ទនេះគឺជាលេខទូរស័ព្ទរបស់បងតកុងទូកតែម្ដងអញ្ចឹងបន្តិចទៀតពួកយើងនឹងជួបគ្នានៅកន្លែងស្ទូចត្រីពេលនេះពួកយើងបានមកដល់កន្លែងស្ទូចត្រីហើយពួកយើងក៏រៀបចំបិទនុយបិទអីដើម្បីស្ទូចត្រីតែម្ដងហើយត្រីដែលស្ទូចបានខ្ញុំនឹងបង្ហាញបងប្អូននៅបន្តិចទៀតនេះរងចាំមើលទាំងអស់គ្នានេះអ្នកមកមុនភ្លាមអេយ៉ូមួយភ្លាមមួយបាត់ទៅហើយបាទថៃស្អាតទេថៃស្អាតថៃដែរស្គាល់ដែរឃើញថៃនេះអាណិតគួរអាណិតទេទឹកថៃត្រូវបន្ទាប់ពីស្ទូចត្រីរួចពួកយើងក៏បានដាក់ប៊ីយ៉ាជាក់ខ្លះដើម្បីកំដរអារម្មណ៍ដោយឈ្មោះដំណើរទៅមើលផ្កាថ្មខ្ញុំហៅទៅណាដាក់ខ្លួនបារៈខ្ញុំហៅទៅចាំប្រាប់ខ្ញុំមកហៅទៅណាអរបងតែខ្ញុំឃើញខ្ញុំដាក់កាមេរ៉ាចូលបងចូលតែមួយតោះហ្នឹងអត់ទេផុតជើងហើយចង់ប្រាប់បងប្អូនថាកន្លែងដែលយើងមើលផ្កាថ្មនេះទឹកគឺមិនសូវជ្រៅប្រហែលទេប្រហែលជាត្រឹមក្លៀកឬក៏ត្រឹមកទេសម្រាប់បងប្អូនដែលគាត់អត់ចេះហើយទៅក៏ពួកគាត់អាចចុះបានដែរគ្រាន់ថាចង់ប្រាប់បងប្អូនថាបើសិនជាមានស្បែកជើងពាក់ដែលអាចពាក់ក្នុងទឹកបានគឺកាន់តែល្អដោយសារទឹកវារាក់ដូច្នេះហើយយើងដើរនៅលើផ្កាថ្មហ្នឹងយើងអាចមុតជើងអញ្ចឹងណាហើយសម្រាប់បងប្អូនដែលគាត់មិនសូវចេះហែលទឹកដើម្បីមើលផ្កាថ្មបានពួកគាត់អាចពាក់អាវពងហ្នឹងគឺសម្រាប់ធ្វើឲ្យខ្លួនយើងអណ្ដែតទឹកណាពេលដែលយើងតែទឹកទៅយើងងាយស្រួលក្នុងការមើលផ្កាថ្មអូខេទស្សនាវីដេអូនេះទាំងអស់គ្នា
បន្តពីមើលការថ្មរួចថ្ងៃក៏រសៀលហើយដែរដូច្នេះហើយពួកយើងក៏រៀបចំឡើងទូដើម្បីធ្វើដំណើរទៅកោះពិសាវិញពេលនេះពួកយើងក៏បានត្រឡប់មកដល់កោះទន្សាយវិញហើយពួកយើងក៏បានរៀបចំដំឡើងតង់សម្រាប់គេងយប់នេះផងដែរហើយអ្នកខ្លះហ្នឹងតែគាត់អត់ត្រូវការដំឡើងតង់ហ្នឹងពួកគាត់ក៏បានរៀបចំធ្វើម្ហូបធ្វើអីមួយចំនួនសម្រាប់កម្មវិធីយប់នេះហើយបងប្អូនយើងមួយចំនួនហ្នឹងពួកគាត់ក៏បានរៀបចំរូបមន្តអីចឹងណានៅពេលនេះផងដែរគឺជាពេលវេលាដ៏ល្អមួយសម្រាប់ការថតរូបដោយសារថ្ងៃកាន់តែទាបហើយអញ្ចឹងទៅយើងមើលទៅសមុទ្រទៅឃើញទេសភាពដ៏អស្ចារ្យមានន័យថាទេសភាពស្អាតមែនទែនហើយបន្ទាប់ពីយើងថតរូបហ្នឹងមានអ្នកខ្លះហ្នឹងគាត់រៀបចំធ្វើកន្លែងអង្គុយនៅតាមឆ្នេរសមុទ្រអញ្ចឹងណាដោយសារយើងអង្គុយនៅតុទេយើងគឺបានរៀបចំជីកលេខខ្សាច់ដើម្បីធ្វើជាកន្លែងអង្គុយសម្រាប់ការជួបយើងនេះអូខេរីករាយទស្សនាទាំងអស់គ្នាចេញពីកោះទន្សាយហើយចេញពីកោះទន្សាយទៅវិញហើយតាមឯងពីទៅអត់អើបងអើយទៅគង់ខែហើយមកដល់ពេលនេះពួកយើងក៏បានធ្វើដំណើរត្រឡប់ទៅផ្ទះវិញហើយអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការទស្សនាជួបគ្នានៅវីដេអូក្រោយៗទៀតអរគុណសូមសំណាងល្អសុខភាពល្អបាយបាយ